សួស្តីបងបងនេះគឺជាប្លុកទី1របស់ខ្ញុំណាថ្ងៃនេះខ្ញុំចង់ណែនាំអំពីការធ្វើមាន់ស្ពៃខៀវមកធ្វើជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងយើងត្រូវមានមាន់និងមានស្ពៃហើយយើងធ្វើការកាត់មាន់នឹងជីដុំទូចៗឲ្យងាយស្រួលក្នុងការស្ងោរហើយបន្ទាប់មកយើងធ្វើការយកមាន់ទៅលាងទឹកឲ្យបានស្អាតហើយយើងស្រង់មាន់ដាក់ក្នុងកញ្ច្រែងឲ្យបានស្ងួតទឹកបានល្អហើយយើងធ្វើការដាក់ញ៉ាំទឹកចោលទុកវាមួយឡែកសិនខ្ញុំមកធ្វើការចិតស្ពៃយើងយកតែដើមនេះស្រាប់ស្លឹកយើងអត់យកព្រោះអីស្លឹកយើងដាក់ទៅវាអត់សូវឆ្ងាញ់អញ្ចឹងខ្ញុំចិតស្លឹកចាស់ខ្ញុំយកតែដើមនេះខ្ញុំធ្វើការចិតវាឲ្យអស់មកយកតែដើមបានហើយទឹកយើងក៏បានពុះដែរអញ្ចឹងធ្វើការបង់មាន់ចូលមកដែលយើងបានលាងឲ្យស្អាតមកខ្ញុំបង់មាន់ចូលបន្ទាប់ពីខ្ញុំបានបង់មាន់ចូលរួចហើយអស់ហើយយើងធ្វើការគ្រប់មាន់ឲ្យចិត្តទុកវាចោលរយៈពេល10នាទីទៅ15នាទីចាំយើងទៅមើលសម្រាប់ស្ពៃដែលយើងយកទៅខាងស្លឹកហើយមកនោះយើងធ្វើការយកស្ពៃយកមកកាត់ជាចំណែកតូចៗឲ្យងាយស្រួលក្នុងការដាក់ចូលចានធ្វើការបើកមើលមាន់ដែលយើងស្ងោរមាន់គឺវាចាស់ឆ្អិនតមកយើងធ្វើការយកស្ពៃយកទៅលាងទឹកយើងលាងទឹកឲ្យបានស្អាតដូចគ្នាពីទឹកនេះធ្វើឲ្យស្ពៃយើងស្អាតអត់ជាតិដីញ៉ាំទៅវាអត់សូវសម្រាប់មាន់ដែលយើងស្ងោរទុកចាំនេះយើងធ្វើការយកកំបោរចូលមកចាក់វាឲ្យវាឆ្អិនដល់សាច់ខាងក្នុងដូចជាផ្លែដូចជាត្រង់ធ្វើការចាក់វាឲ្យវាសសៗទៅយើងបានឆ្នាំម្ដងទៀតគឺមកយើងធ្វើការឆ្អិនអញ្ចឹងយើងស្រង់មាន់ដាក់ចូលក្នុងកញ្ច្រែងមកឡៃសិនយើងធ្វើការច្រានខ្លាំងដើម្បីដាក់ឆាស្ពៃរបស់យើងត្រឡប់ស្ពៃរបស់យើងដែលយើងមាននោះបងយើងធ្វើការចាក់ខ្លាញ់ចូលតមកខ្ទិលយើងចាំទៅយកបងចូលដូចគ្នាឆាវាហៀវឡើងក្រហមទេតែកុំឲ្យក្រហមពេកទេបើសិនជាក្រហមពេកវាsẽឆ្ងាញ់ងាយតែស្អីអានេះយើងយកវាត្រឡប់ឲ្យខ្ចោលចឹងយើងធ្វើការដាក់ស្ពៃដែលយើងលាងហើយនឹងធ្វើការដាក់ស្ពៃចូលធ្វើការឆាត្រឡប់វាមកតមកយើងធ្វើការដាក់ទឹកចូលតិចដើម្បីឲ្យវាឆ្អិនបានល្អហើយធ្វើការទុកស្ពៃចំម្ល៉េះយើងមកធ្វើការលាងម្សៅឆាចាក់ចូលទៅជាមួយនឹងស្ពៃនឹងទាំងគ្នាដើម្បីឲ្យវាមានជើងតែលាងហើយធ្វើការទុកចោលសិនខ្ញុំធ្វើការមកឆាស្ពៃឆាវាមើលថាពុំណាបន្តមកធ្វើការមកលាយគ្រឿងទាំងអស់គ្នាមានប៊ីរ៉ាឌីយើងដាក់រ៉ាឌីបន្តិចស្ករបន្តិចបន្តមកយើងដាក់ប៊ីចេងចូលបន្តិចយើងដាក់ប្រេងខ្យងយើងចូលបន្ថែមបន្តិចយើងធ្វើការកូរវាឲ្យសព្វមកអានេះទឹកនេះយើងសម្រាប់ដាក់ទៅលើស្ពៃនេះតែវាមានរសជាតិប្រៃផ្អែមនៅក្នុងអាហារណាតែកុំឲ្យសូវរសជាតិដិតពេកដាក់ទៅរសជាតិស្រាលស្រាលញ៉ាំហើយយកទឹកនេះយើងមកចាក់ចូលក្នុងឆានេះយើងឆាត្រឡប់ហើយបន្ទាប់មកយើងធ្វើការចាក់ម្សៅឆាដែលយើងធ្វើការលាយទឹកនឹងចាក់ក្នុងចូលទៅក្នុងឆ្នាំងរបស់យើងធ្វើការកូរត្រឡប់មកហើយវាឃើញតែទៅក្នុងរូបនឹងចឹងយើងធ្វើការដួសវាដាក់ក្នុងចាំងដែកមួយផ្សេងសិនទុកឲ្យវាត្រជាក់បន្តិចមាន់ដែលយើងទុកចោលមកយើងធ្វើការយកបេះតូចៗអញ្ចឹងហើយធ្វើការលាយគ្រឿងដាក់ក្នុងសាច់មាន់អត់ខាងមានរ៉ាឌីមានស្ករតែកុំដាក់ស្ករច្រើនពេកព្រោះខ្លាចវាផ្អែមមានប៊ីចេងបន្តិចមានប្រេងខ្យងហើយធ្វើការលាយចូលគ្នាឲ្យវាសព្វគ្រឿងចាំមកពួកឲ្យញ៉ាំដៃមកពិបាកកាន់ហើយយើងធ្វើការយកគ្រឿងនោះយកមកចាក់ចូលក្នុងសាច់មាន់របស់យើងហ្នឹងសម្រាប់ស្ពៃដែលយើងទុកចោលយើងធ្វើការយកវាមករៀបនៅលើចានដែលសម្រាប់ខ្ញុំគឺខ្ញុំដាក់កំប៉ុងអញ្ចឹងវាងាយស្រួលបន្ទាប់មកយើងយកការយកសាច់មាន់យកមកដាក់លើនោះមកហើយរួចជាការស្រេចបងឃើញមាន់យើងដំណងអត់មាន់នេះគឺកាត់ទៅចាស់ពីឥឡូវនេះដល់មកញ៉ាំបងមានបែរមួយខ្ញុំទាំងអស់គ្នានិយាយទៅអានេះគឺកដាយកមកដល់ពេលយប់ប៉ុន្តែមាន់ហ្នឹងតែតែមានជាមួយនឹងទឹកត្រីឬមួយក៏ទឹកស្អុយយកហាន់តែចូលទៅទឹកហ្នឹងវាឆ្ងាញ់មកធ្វើការភ្លក់មួយនឹងទាំងអស់គ្នាបងនិយាយទៅនិយាយពីរសជាតិវិញនិយាយមកគឺឆ្ងាញ់ខ្លាំងមុនគឺវាអត់ប្រៃពេកតែទៅនិយាយទៅមាន់គឺឆ្ងាញ់គឺខ្ញុំចូលចិត្តអាមាន់ត្រជាក់តែឆ្ងាញ់អញ្ចឹងតែស្អីមាន់ហ្នឹងបងដល់ថាពីច្រើនគេធ្វើនៅតាមអូកាឬមួយក៏ខ្ចប់ពេកគេទៅដាក់មាន់គេហៅមាន់ស្ពៃខៀវគឺវាឆ្ងាញ់ហ្មងទូញ៉ាំបាយហើយក៏នៅតែនឹកកំជិលនឹងចង់ញ៉ាំម្ដងទៀតដល់ពេលវាឆ្ងាញ់ពេកអញ្ចឹងបងអាចសាក់ធ្វើនៅផ្ទះញ៉ាំបានណារីឲ្យវាគឺឆ្ងាញ់ខ្លាំងអញ្ចឹងនេះគឺជាប្រយោគទីរបស់ខ្ញុំបើមានការខុសអីធំណាបងអាចខមមិននៅខាងក្រោមបានអរគុណបងសម្រាប់ការទស្សនាជួបគ្នានៅប្រតិទិន